លោកអើយលោកក្តុកក្ដួលជាពុនពីឧត្តមសេនីយ៍តូវងច័ន្ទហៀងវរៈនាយទាហានការពារព្រំដែនតំបន់ថ្មដាបានដួលដាច់សរសៃឈាមងាប់មួយចំហៀងខ្លួនធ្លាក់ខ្លួនពីការកំពុងបន្តព្យាបាលឥឡូវនេះបានលើកម្រាមដៃ10គោរពថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំកម្ពុជាស្រកឈាមលើដីសមរភូមិមិនស្មើទឹកភ្នែកដែលហូរព្រោះការបាត់បង់សុខភាពដើម្បីជាតិឡើយនេះជាការពិតជាក់ស្ដែងដែលកំពុងកើតឡើងចំពោះលោកឧត្តមសេនីយ៍តូវងច័ន្ទហៀងវីរៈនាយទាហានដ៏ស្មោះត្រង់ម្នាក់នោះដែលបានលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំកងកម្លាំងការពារបូរណភាពទឹកដីនៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់សៀមនោះនៅថ្ងៃទី2ខែមិថុនាឆ្នាំ2026នេះលោកកំពុងសម្រាប់ព្យាបាលជំងឺដោយក្តីអាសូរសង្វេគបំផុតហើយក្រោយជួបអបតវហេតុដួលដាច់សរសៃឈាមបណ្ដាលឲ្យងាប់មួយចំហៀងខ្លួនធ្លាក់ខ្លួនពីការក្នុងដំណាក់កាលបច្ចុប្បន្ននេះព្រឹត្តិការណ៍ដួលដាច់សរសៃឈាមនេះណាបានកើតឡើងដោយចៃដន្យក្នុងគណៈពេលដែលលោកកំពុងបំពេញភារកិច្ចយ៉ាងសកម្មភ្លាមនោះវីរៈនាយទាហានរូបនេះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់មកកាន់មន្ទីរពេទ្យព្រះកេតុមាលាពេទ្យយោធា179នៅរាជធានីភ្នំពេញដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំលោកត្រូវបានជំរុញឲ្យបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាមជាបន្ទាន់បច្ចុប្បន្ននេះណាលោកបានត្រឡប់មកសម្រាប់ថែទាំសុខភាពនិងលេបថ្នាំបន្តនៅគេហដ្ឋានក្នុងស្រុកវាលវែងហើយផ្ញើក្តីគោរពពីចម្ងាយលោកឧត្តមសេនីយ៍តូបានលើកម្រាមដៃ10គោរពសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិព្រមទាំងឋានៈដឹកនាំគ្រប់លំដាប់ឋានៈនិងយុទ្ធជនទាំងអស់នៅសមរភូមិមុខលោកក៏បានថ្លែងអំណរគុណទៅដល់លោកឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលនិងបងប្អូនប្រជាពលរដ្ឋដែលបានចុះសួរសុខទុក្ខរូបលោកកន្លងមកលោកសង្ឃឹមយ៉ាងមុតមមលើបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកពិសេសនោះគឺលោកតាឃ្លាំងមឿងជួយឲ្យលោកឆាប់ជាសះស្បើយផងដើម្បីបន្តបម្រើជាតិនិងបណ្ដុះបណ្ដាលទាហានចំនួនក្រោយឲ្យរឹងមាំដើម្បីការពារជាតិមាតុភូមិយើងជាការសន្និដ្ឋានចុងក្រោយនេះវីរភាពរបស់លោកឧត្តមសេនីយ៍តូវងច័ន្ទហៀងគឺជាគំរូដ៏ឧត្តមឧត្តមនៃពលិកម្មដើម្បីជាតិមាតុភូមិទោះបីជាកាយសម្បត្តិត្រូវធ្លាក់ខ្លួនពីការដោយសារជំងឺដំកាត់ក៏ដោយប៉ុន្តែស្មារតីស្នេហាជាតិនិងមនសិការទទួលខុសត្រូវរបស់លោកនៅតែរឹងមាំដោយតែកថែមសាធារណជនទូទាំងប្រទេសពិតជាមានក្តីរំជើបរំជួលចិត្តណាស់និងបួងសួងសូមឲ្យវីរៈនាយទាហានរូបនេះទទួលបាននូវសុខភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗដើម្បីជាបង្អែកដ៏រឹងមាំនិងជាគ្រូបណ្ដុះបណ្ដាលយុទ្ធជនជំនាន់ក្រោយដើម្បីការពារជាតិមាតុភូមិទឹកដីអង្គរដ៏បវរនៃយើងស្របតាមពាក្យស្លោកថាទឹកដីត្រូវតែការពារដោយលោហិតវីរៈជនត្រូវតែស្ថិតក្នុងបេះដូងជាតិជានិរន្តរ៍